ជុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីនេះជាកម្មវិធីផ្សាយវិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីបងប្អូនជនរួមជាតិជាទីគោរពរាប់អាននាពេលនេះបងប្អូនជនរួមជាតិកំពុងស្ដាប់ការផ្សាយសាឡបងរបស់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីដែលផ្សាយចេញពីអន្តរបុរីទឹកដីមហានគរតាមរយៈប្រព័ន្ធអ៊ីនធឺណិតwww.kmnm.radio.org វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីជាសំឡេងអ្នកប្រជាធិបតេយ្យសេរីសាធារណរដ្ឋនិយមដែលផ្សព្វផ្សាយក្រោមគោលនយោបាយនៃចលនាខ្មែរអ្នកប្រជាធិបតេយ្យដើម្បីពង្រឹងភាពជាម្ចាស់ប្រទេសនិងជាម្ចាស់វាសនាជាតិវិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីដែលជាសំឡេងខ្មែរអ្នកប្រជាធិបតេយ្យធ្វើសកម្មភាពក្នុងទិសដៅទាមទារឲ្យមានការគោរពសិទ្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី23តុលាឆ្នាំ1991និងច្បាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដើម្បីផ្លាស់ប្តូររបបផ្លាស់ប្តូរនយោបាយនិងផ្លាស់ប្តូរមេដឹកនាំលិខិតអញ្ជើញចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីដែលមានទីតាំងនៅទីក្រុងមែលប៊នរដ្ឋវិកតូរីយ៉ាប្រទេសអូស្ត្រាលីសូមគោរពអញ្ជើញបងប្អូនជនរួមជាតិនិងអ្នកសារព័ត៌មានជាតិអន្តរជាតិមកសួរដេញដោលនិងស្ដាប់ការពន្យល់បកស្រាយរបស់លោកនួនសារាយប្រធានចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីស្ដីពីការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC និងមានមេធាវីលោក William Briggs Christian Philip ដែលបានដាក់ពាក្យកាលពីថ្ងៃទី22ខែមិថុនាឆ្នាំ2012កន្លងទៅនេះពេលវេលានិងទីកន្លែងថ្ងៃអាទិត្យទី12ខែឧសភាឆ្នាំ2013វេលាម៉ោង12ថ្ងៃត្រង់ដល់ម៉ោង3រសៀលម៉ោងនៅប្រទេសអូស្ត្រាលីទីកន្លែងទីក្រុងមែលប៊នរដ្ឋវិកតូរីយ៉ាប្រទេសអូស្ត្រាលីទំនាក់ទំនងលោកនួនសារាយទូរស័ព្ទលេខ04702122422នេះជាវេទិកាសំណួរចម្លើយដល់បងប្អូនជនរួមជាតិក៏ដូចជាអ្នកសារព័ត៌មានជាតិអន្តរជាតិអាចសួរដេញដោលពីការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC និងបេសកកម្មដើម្បីទាមទារឲ្យមានការគោរពសន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី23តុលាឆ្នាំ1991សូមអរគុណបើនឹកងៀមលាក់ខ្លួនគួនចាំទៅស្លាប់ឈ្មោះអភ័ព្វជាតិរាប់ថាជាមនុស្សណាក្បាលដោតពេញព្រៃ
ប្រុសស្រីត្រូវឈឺចាប់បើនៅស្ងៀមលាក់ខ្លួនគួនចាំតែស្លាប់ឈ្មោះអភ័ព្វជាតិរាប់ថាជាមនុស្សទៅចង់ប្រងម្ចាស់ចិត្តដួងជីវិតនោបាញ់ឲ្យសូនកុំឲ្យសល់គួចឈាមខ្មៅកាត់ក្បាលដោតពេញព្រៃជួសដៃស្រីបើកុំឲ្យនៅពូជខ្លៅចោកមានសាសនាចានាងខ្ញុំរតនារដីសូមជម្រាបសួរលោកអ្នកនាងកញ្ញានិងមិត្តអ្នកស្ដាប់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីទាំងអស់ជាទីគោរពរាប់អានបាទខ្ញុំបាទសុរតនៈសូមជម្រាបសួរបងប្អូនជនរួមជាតិនិងអស់លោកអ្នកស្ដាប់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីទាំងអស់ជាទីមេត្រីចានាងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ថ្ងៃអង្គារ5រោចខែចែកឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2556ដែលត្រូវនឹងថ្ងៃទី30ខែមេសាគ្រិស្តសករាជ2013វិធីបន្ទាប់លោកអ្នកនាងនឹងបានស្ដាប់អត្ថបទពិចារណកថារបស់លោកហេងវិរៈជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកដែលមានចំណងជើងថាប្រទេសយួនមានចេតនាត្របាក់យកទឹកដីខ្មែរដែលអត្ថាធិប្បាយដោយលោកសួនរតនៈនិងមានកម្មវិធីជាច្រើនទៀតអមដោយបទចម្រៀងស្នេហាជាតិបាទបងប្អូនជនរួមជាតិនិងអស់លោកអ្នកស្ដាប់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីទាំងអស់ជាទីមេត្រីបងប្អូនជនរួមជាតិអាចចូលទៅកាន់គេហទំព័ររបស់ខ្មែរមហានគរប្រជាធិបតេយ្យសេរីបានជាដំបូងសូមលោកអ្នកបើកកុំព្យូទ័ររួចហើយវាយអក្សរ www.kmnradio.org ម្ដងទៀត www.kmnradio.org ជាអក្សរតូចទាំងអស់ពេលនោះលោកអ្នកនឹងបានចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំដែលកំពុងស្ថាបនាសូមអរគុណជាបន្តទៅទៀតនេះសូមលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដាអ្នក
អ្នកស្រីភេងគុន្ធាបូរីអតីតពិធីការលោកជាស៊ីមនៅព្រឹកថ្ងៃអង្គារនេះត្រូវបានសាលាឧទ្ធរតម្កល់សាលក្រមសាលាដំបងក្រុងភ្នំពេញនៅដដែលលោកជូនសុកលេងចៅក្រមជំនុំជម្រះសាលាឧទ្ធរបាននិយាយថាសាលាឧទ្ធរសម្រាប់តម្កល់សាលក្រមរបស់សាលាដំបងក្រុងភ្នំពេញដែលបានផ្ដន្ទាទោសលោកស្រីភេងគុន្ធាបូរីពន្លកហូខៀវបូរ៉ានៅដដែលសូមបញ្ជាក់ថារយៈពេល2ឆ្នាំមកហើយដែលរឿងក្តីអតីតពិធីការមិនទាន់ត្រូវបានបញ្ចប់អ្នកស្រីភេងគុន្ធាបូរីអាយុ57ឆ្នាំលោកច័ន្ទកុសលអាយុ62ឆ្នាំនិងពន្លកហូអាយុ58ឆ្នាំទាំង3នាក់ត្រូវបានរដ្ឋាភិបាលខ្មែរចោទថាកេងបន្លំឯកសារក្រុមហ៊ុនគ្រឿងចក្ររថយន្តមួយរបស់ប្រទេសម៉ាឡេស៊ីចំនួន$120,000សហរដ្ឋអាមេរិកនិងក្រុមហ៊ុនចិនយួនកូរ៉េខាងត្បូងនិងក្រុមហ៊ុនមួយចំនួនទៀតតាមរយៈគម្រោងសាងសង់សាលារៀនផ្លូវថ្នល់មន្ទីរពេទ្យនិងសេវាមនុស្សធម៌ផ្សេងៗទៀតជាច្រើនក្នុងប្រទេសខ្មែរបើទោះបីជាលោកស្រីភេងគុន្ធាបូរីបដិសេធច្រានចោលការចោទប្រកាន់នេះយ៉ាងណាក៏ដោយក៏តុលាការបានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល3ឆ្នាំតាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រជាជនដែលសូមមិនបញ្ចេញឈ្មោះបានដឹងថាការចាប់ខ្លួនពិធីការរបស់លោកជីស៊ីមនិងបកពួកមួយចំនួនទៀតនោះគឺមិនមែនជាបញ្ហាឆោបបោកនោះឡើយដោយសារបញ្ហាបែកបាក់ផ្ទៃក្នុងរបស់គណៈបកប្រជាជនរវាងក្រុមលោកហ៊ុនសែននិងក្រុមលោកជីស៊ីមតែប៉ុណ្ណោះអង្គការសង្គមស៊ីវិលជាង20បានអំពាវនាវតាមបណ្ដារោងចក្រនានាដែលផលិតសម្លៀកបំពាក់ម៉ាកល្បីៗក្នុងប្រទេសខ្មែរអ្នកបញ្ជាទិញនិងប្រទេសទិញសម្លៀកបំពាក់ក្នុងពិភពលោកឲ្យបដិសេធចំពោះសេចក្តីសម្រេចរបស់តុលាការខ្មែរក្នុងករណីឃាតកម្មលើមេដឹកនាំកម្មករលោកជាវិជាដែលគេជឿថាជាឃាតករសប្បនិមិត្តនិងករណីមួយទៀតក្នុងរឿងយឺតយ៉ាវផ្ដាល់យុត្តិធម៌ដល់កម្មករដែលរងការបាញ់ប្រហារដែលជាប់ពាក់ព័ន្ធនឹងលោកឈុបបណ្ឌិតអតីតអភិបាលក្រុងបាវិតលោកបនសំណាងនិងលោកសុកសំអឿនត្រូវបានឃុំខ្លួនតាក់ទងនឹងករណីឃាតកម្មលើលោកជាវិជាអតីតប្រធានសហជីពសេរីកម្មករនៅឆ្នាំ2004ដែលត្រូវបានផ្តន្ទាទោសនៅឆ្នាំ2005ហើយត្រូវបានដោះលែងវិញដោយតុលាការកំពូលកាលពីខែធ្នូឆ្នាំ2008ដោយតុលាការនេះបង្គាប់ឲ្យធ្វើការស៊ើបអង្កេតបន្ថែមដោយសារពុំមានភស្តុតាងដាក់បន្ទុកហើយនៅខែធ្នូឆ្នាំ2012សាលាឧទ្ធរបានសម្រេចឃុំខ្លួនដោយផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ20ឆ្នាំបញ្ហានេះនាំឲ្យសង្គមស៊ីវិលបានរិះគន់នឹងការប្រៀបធៀបករណីនេះទៅនឹងសំណុំរឿងបាញ់កម្មករ3នាក់នៅខេត្តស្វាយរៀងដែលមានការសង្ស័យលោកឈុបបណ្ឌិតអតីតអភិបាលក្រុងបាវិតដែលបច្ចុប្បន្ននេះនៅក្រៅឃុំដដែលសហភាពសហព័ន្ធសហជីពនិងសមាគមដែលមានកម្មករកម្មការិនីប្រមាណ 10,000 នាក់នៅថ្ងៃទី1ឧសភាខាងមុខនេះទិវាពលកម្មអន្តរជាតិលើកទី127នឹងជួបជុំគ្នានៅមុខទីលានប្រជាធិបតេយ្យរួចដង្ហែឆ្ពោះទៅវិមានរដ្ឋសភាដើម្បីប្រគល់ញត្តិលិខិតដាក់ទៅកាន់បណ្ដារោងចក្រកាត់ដេរសម្លៀកបំពាក់ល្បីៗនៅពេលនេះគឺជាសារមួយផ្នែកក្នុងឱកាសទិវាពលកម្មអន្តរជាតិផងដែរការវឹកហាត់ផ្នែកយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងរយៈពេល2ខែត្រូវបានបញ្ចប់ជាផ្លូវការនៅថ្ងៃអង្គារនេះចូលរួមដោយកម្លាំងទ័ពកូរ៉េខាងត្បូងនិងទ័ពសហរដ្ឋអាមេរិកប្រមាណជា1/4នៃចំនួនទ័ពសរុប 28,500 នាក់ដែលកំពុងមានវត្តមាននៅក្នុងទឹកដីកូរ៉េខាងត្បូងក៏ប៉ុន្តែភាពប្រុងប្រយ័ត្នដើម្បីប្រឈមទប់ទល់នឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងនៅតែមានជានិច្ចនេះជាការថ្លែងរបស់អ្នកនាំពាក្យក្រសួងការជាតិកូរ៉េខាងត្បូងលោកគីមមីនសុកក៏ដូចជារៀងរាល់ឆ្នាំដែរកូរ៉េខាងជើងតែងតែបានថ្កោលទោសព្រោះគេក៏បានចាត់ទុកសម្ពយុទ្ធគឺជាការរៀបចំជើងព្រួលវាយលុកលុយចូលទៅទឹកដីកូរ៉េខាងជើងពីសំណាក់កូរ៉េខាងត្បូងដែលមានការជួយឧបត្ថម្ភពីសំណាក់ទាហានអាមេរិកកាំងសម្ពយុទ្ធឆ្នាំនេះមានទ្រង់ទ្រាយធំនិងមានលក្ខណៈញុះញង់ខ្លាំងដូចជាការបង្ហោះយន្តហោះអាមេរិកកាំងប្រភេទ B-52 និងយន្តហោះចម្បាំងបំពាក់គ្រាប់នុយក្លេអ៊ែរជាដើមនេះជាការអះអាងរបស់លោកលីជាយុងអតីត
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមនៅកូរ៉េខាងត្បូងមេបញ្ជាការរបស់ពួកគេបាននិយាយថាពួកគេនឹងបង្ហាញឲ្យកូរ៉េខាងជើងបានឃើញពីការធ្វើសម្ពយុទ្ធនេះបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសសាកល្បងអាវុធនុយក្លេអ៊ែរនោះសម្រាប់ការប្រកាសនេះបានធ្វើឲ្យមេដឹកនាំកូរ៉េខាងជើងប្រតិកម្មយ៉ាងខ្លាំងទៅនឹងការហ្វឹកហាត់រួមគ្នាប្រចាំឆ្នាំនៅកូរ៉េខាងត្បូងនោះពួកគេបានប្រកាសនៅដើមខែមីនាថាពួកគេនឹងឯកតោភាគីបោះបង់កិច្ចព្រមព្រៀងឆ្នាំ1953ថាបានបញ្ចប់អធិភាពនៅក្នុងសង្គ្រាមកូរ៉េការបង្ហាញខ្លួនឡើងដើម្បីរៀបចំដំណើរការមួយដែលពាក់កណ្ដាលជួរមីស៊ីលពីឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសមេបញ្ជាការកងទ័ពអាមេរិកក៏បានឆ្លើយតបដោយប្រកាសថាពួកគេបានដាក់អ្នកបំផ្ទុះគ្រាប់បែកជាយុទ្ធសាស្ត្រដ៏ធំមួយនៅក្នុងតំបន់និងបានផ្សព្វផ្សាយឲ្យឃើញផ្នែកមួយនៃការវឹកហាត់របស់ពួកគេសូមបញ្ជាក់ថាមេបញ្ជាការយោធាសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទដោយនិយាយថាលំហាត់នេះត្រូវបានរចនាឲ្យប្រសើរឡើងនៅការត្រៀមខ្លួនជាសម្ព័ន្ធមិត្តរបស់ប្រទេសកូរ៉េខាងត្បូងដើម្បីការពារនៅសប្តាហ៍នេះបន្ទាប់ពីកូរ៉េខាងជើងបានបដិសេធការចរចាស្តីពីតំបន់ឧស្សាហកម្មកេសុងជំរងចម្រាស់រវាងកូរ៉េទាំងពីរគឺជានិមិត្តសញ្ញាមួយដែលអាចឈានដល់ការផ្ទុះសង្គ្រាមនៅតំបន់ឧបទ្វីបកូរ៉េជូនដំណឹងរបស់ចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីខ្ញុំបាទឈ្មោះហេងវិរៈរស់នៅរដ្ឋបូរីញូវយ៉កសហរដ្ឋអាមេរិកថ្ងៃនេះខ្ញុំមានមោទនភាពណាស់សូមអានជូននៅអត្ថបទមួយដែលជាប្រយោជន៍ដល់អស់លោកស្រីប្រិយមិត្តជាទីគោរពស្នេហាទាំងអស់ជួយធ្វើការពិចារណានិងមេត្តាជួយជ្រោមជ្រែងក្នុងរឿងនេះផងដើម្បីជាប្រយោជន៍ដល់ខ្មែរយើងសូមអរព្រគុណនិងសូមអរគុណក្នុងរឿងទាំងឡាយដែលខ្ញុំមានបំណងចង់លើកយកមកធ្វើអត្ថាធិប្បាយថ្ងៃនេះគឺជាប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅលើពិភពលោកគ្រប់គ្នាឲ្យបានជ្រាបថាយើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅលើសកលលោកដូចជាប្រទេសសហរដ្ឋអាមេរិកប្រទេសបារាំងប្រទេសអូស្ត្រាលីប្រទេសកាណាដានិងប្រទេសដទៃទៀតបានរួបរวมគំនិតគ្នាសារឡើងវិញបង្កើតជាចលនាថ្មីមួយដែលមានឈ្មោះថាចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីភាសាអង់គ្លេសមានន័យថាខ្មែរមហានគរ Movement for Liberal Democracy ជាភាសាជាអក្សរកាត់KMNM ចលនានេះបង្កើតឡើងដើម្បីប្រមូលពលរដ្ឋខ្មែរទាំងអស់ដែលជាអ្នកស្រឡាញ់យុត្តិធម៌ជាពិសេសជាអ្នករងគ្រោះរយៈកន្លងមកដោយសារការជិះជាន់សង្កត់សង្កិនត្រូវគេប្លន់យកដីធ្លីឈូសផ្ទះសម្បែងចោលដោយអយុត្តិធម៌ចាប់ដាក់គុកគំរាមកំហែងបាញ់សម្លាប់ដោយឃោឃៅនៅគ្រប់ទីកន្លែងដូចជាតំបន់បឹងកក់បូរីកីឡាសម្បុកចាបអំពិល5ដើមភ្នំស្រួចក្នុងខេត្តកំពង់ស្ពឺជាយក្រែងខេត្តសៀមរាបនិងតំបន់ដទៃទៀតជាច្រើនក្នុងរឿងនេះសុទ្ធតែជាករណីរំលោភសិទ្ធិមនុស្សទាំងអស់ដែលតុលាការអក្រិតកម្មអន្តរជាតិយកចិត្តទុកដាក់ជាទីបំផុតយើងខ្ញុំទាំងអស់គ្នាជាតំណាងចលនានេះសូមអំពាវនាវដល់អស់លោកស្រីប្រិយមិត្តជិតឆ្ងាយតែជាឈាមខ្មែរអ្នកស្នេហាយុត្តិធម៌លើសកលលោកមេត្តាចាប់អារម្មណ៍និងយកចិត្តទុកដាក់ជាទីបំផុតហើយសូមមេត្តាជួយជ្រោមជ្រែងទាំងកម្លាំងកាយកម្លាំងចិត្តនិងកម្លាំងសទ្ធាដើម្បីធ្វើការនេះឲ្យបានសម្រេចគោលដៅយើងជាស្ថាពរម្យ៉ាងវិញទៀតយើងខ្ញុំសូមបញ្ជាក់ថាសកម្មភាពនៃចលនារបស់យើងនេះមិនប្រឆាំងនឹងអ្នកនយោបាយណាវិទ្យុឯករាជ្យណានៅក្រៅប្រទេសឬនៅក្នុងប្រទេសដែលជាអ្នកស្នេហាជាតិស្នេហាទឹកដីជាពិសេសដែលជាអ្នក
ប្រជាធិបតេយ្យធ្វើការដើម្បីបម្រើជាតិការពារជាតិនិងមានគំនិតកសាងជាតិឡើងកសាងជាតិឡើយចលនាខ្មែរមហានគរប្រជាធិបតេយ្យនេះប្រឆាំងតែជនក្បត់ជាតិជនផ្ដាច់ការណាដែលធ្វើបាបជិះជាន់រំលោភសិទ្ធិរបស់ពលរដ្ឋខ្មែរហើយចលនានេះមានបំណងប្រមូលឯកសារជាក់ស្ដែងផុសតាងពិតប្រាកដយកទៅដាក់ជូនតុលាការនៅប្រទេសហូឡង់គឺ ICC ដើម្បីក្នុងគោលបំណងឲ្យតុលាការមួយនេះក៏ហៅអក្រិតជនហ៊ុនសែនឬអក្រិតជនណាដែលអក្រិតជនណាផ្សេងទៀតដែលមានជាប់ពាក់ព័ន្ធក្នុងរឿងដោយបានជម្រាបមកខាងលើនេះក្នុងរឿងនេះផងដែរខ្ញុំបាទសូមជម្រាបក៏ដូចជាមានបំណងចង់ប្រកាសជូនដំណឹងដល់អស់លោកស្រីប្រិយមិត្តជិតឆ្ងាយដើម្បីឲ្យបានជ្រាបកាន់តែច្បាស់ថាចលនាខ្មែរមហានគរនេះគឺជាចលនាអហិង្សាយើងយកច្បាប់អន្តរជាតិគឺ International Criminal Court យកមកអនុវត្តតែប៉ុណ្ណោះតាមការយល់ដឹងរបស់ក្រមមេធាវីអន្តរជាតិដែលជាអ្នកការពារក្តីនិងជាក្រុមប្រឹក្សារបស់ចលនានេះផងដែរដើម្បីរកយុត្តិធម៌តាមផ្លូវច្បាប់ជូនជនរងគ្រោះក្នុងរបបដឹកនាំផ្ដាច់ការរបស់ហ៊ុនសែនចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីនេះសពថ្ងៃបានចាប់កំណើតឡើងហើយព្រមទាំងមានវិទ្យុផ្សាយសម្លេងនៃចលនានេះផងដែរបងប្អូនខ្មែរទាំងអស់តែរស់នៅលើពិភពលោកនឹងបានជ្រាបកាន់តែច្បាស់ថាតើសកម្មភាពរបស់ចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីនេះធ្វើដើម្បីអ្វីនិងសម្រាប់អ្នកណាជាពិសេសគោលការណ៍សំខាន់មានអ្វីខ្លះដោយខ្ញុំបានជម្រាបត្រួសមកខាងលើស្រាប់ហេតុដូច្នេះយើងខ្ញុំទាំងអស់គ្នាសូមលំអរកាយគោរពនិងអំពាវនាវដល់អស់លោកស្រីប្រិយមិត្តជិតឆ្ងាយដែលជាកុលបុត្រកុលធីតាខ្មែរមេត្តាចាប់អារម្មណ៍និងតាមដានហើយសូមលះបង់កម្លាំងចិត្តកាយនិងសទ្ធាជួយស្រោចស្រង់ជាតិយើងឲ្យទាន់ពេលវេលាចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីនេះគឺជាចលនានយោបាយអហិង្សារបស់ពលរដ្ឋខ្មែរទូទៅទាំងពិភពលោកស្វែងរកយុត្តិធម៌និងការពិតជូនប្រជាពលរដ្ឋខ្មែរទាំងមូលដែលជាអ្នករងគ្រោះសពថ្ងៃចលនានេះបង្កើតឡើងដោយមិនប្រកាន់ក្រុមឬបកពួកណាទេគឺដើម្បីទាមទារសិទ្ធិសេរីភាពដែលមនុស្សជាតិគ្រប់រូបចង់បាននិងចង់ឃើញច្រើនជាងនេះទៅទៀតគឺចង់បំបត្តិអំពើអក្រិតកម្មនិងចាប់អក្រិតជនដែលជាឃាតករមកផ្ដន់ទាទោសតាមច្បាប់អន្តរជាតិលើពិភពលោកតែប៉ុណ្ណោះបើប្រសិនអស់លោកស្រីប្រិយមិត្តទាំងអស់បានយល់ថារឿងនេះគឺជារឿងយើងនិងជារឿងពិតរបស់ខ្មែរសូមមេត្តាជួយគាំទ្រនិងផ្ដល់នូវទឹកចិត្តកម្លាំងសទ្ធាគ្រប់គ្នាកុំបីខានឡើយហើយយើងខ្ញុំសូមអរព្រគុណជាអតិបរមាដោយបងប្អូនមានសន្តានចិត្តល្អរួបរวมសាមគ្គីគ្នាស្វែងរកយុត្តិធម៌ជូនអ្នករងគ្រោះនៅក្នុងប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះនៅទីបញ្ចប់យើងខ្ញុំសូមប្រសិទ្ធពរជ័យសេរីមង្គលវិបុលសុខដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅលើពិភពលោកនិងរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ទទួលបាននៅសេចក្តីសុខចម្រើនគ្រប់គ្នាតាមការប៉ងប្រាថ្នារបស់អស់លោកចុះសូមជម្រាបលាជួបគ្នាថ្ងៃក្រោយទៀតធ្វើនៅថ្ងៃទី25ខែមេសាឆ្នាំ2013ចាំក្រវាលសែនធំទូលាយឆ្ងាយចម្ងាយដែលយើងរង
វាស់ពុំបានតែឋានភ្លើងស្នេហ៍ដុតរលពេញប្រាណអាចឲ្យរំលាយចាំងក្រវ៉ាលវ៉ានជាឋានផែងថងអន្លូងជីវិតអ្វីបើរូបបងជាអ្នកសង្គ្រាមដាច់ឈាមបូជាជូនឋានដីបិណ្ឌតែបើភ្លើងស្នេហ៍ចូលមកសន្តិដ្ឋកាយក្លាយជាឡងទូលីដែលលាត់ចងចាញ់ជីវិតដួងចិត្តស្នេហារងខ្ជាតិគ្លៀកខ្សែអាស្រ័យសន្សារបងមានដងហើមត្រូវការសន្សារដួងចិត្តមេត្តាតាំងពីភូមិថ្មីនៃក្តីស្នេហាបំភ្លេចវាសនាសាញ់គ្រោះនេត្រាអាទិត្យអើយគូខំសង្កត់ចិនតាតាំងពីសញ្ចាអងពីដួងចិត្តតស៊ូទាំងកាយទាំងចិត្តអំណត់ខំមន់អន់ពួនដោយក្តីនឿយហត់ឲ្យក្រាំងខ្នែកត់ទុំជារំហាខ្សែអាស្រ័យសន្សារបងមានដងហើមត្រូវការសន្សារដួងចិត្តមេត្តាតាំងពីភូមិថ្មីនៃក្តីស្នេហាបំភ្លេចវាសនាសាញ់គ្រោះនេត្រាអាទិត្យអើយគួខំសង្កត់ចិនតាតាំងពីសញ្ចាអងពីដួងចិត្តតស៊ូទាំងកាយទាំងចិត្តអំណត់ខំមន់អន់ពួនដោយក្តីនឿយហត់ឲ្យក្រាំងស្នេហ៍កត់ទុកជាដំរាជាតិជាទីមេត្រីក្នុងកម្មវិធីទស្សនៈនយោបាយរបស់ពលរដ្ឋខ្មែរនៅពេលនេះវិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីសូមលើកយកអត្ថបទវិចារណកថាមួយដែលមានចំណងជើងថាប្រទេសយួនមានចេតនាចង់ប្របាក់ទឹកដីខ្មែរដែលអត្ថាធិប្បាយដោយលោកសួនរតនៈដូចតទៅកុម្មុយនីសដូចគ្នាក្រោយពីឆ្នាំ1979ពេលយួនឈ្លានពានស្រុកខ្មែរហើយបានរត់ចោល
ស្រុកមកនៅប្រទេសសៀមព្រោះគិតថាមិនទុកចិត្តយួនហាណូយនោះពួកវាគឺជាកុម្មុយនីសដូចគ្នារហូតបានមកដល់ប្រទេសទី3យល់ថាមានសេរីភាពទាំងអស់គ្នាហើយក្រោយពីបានចូលសញ្ជាតិគេរួចក៏ត្រឡប់បែរក្រោយទៅបម្រើក្រុមកុម្មុយនីសយួនហាណូយនិងជនក្បត់ជាតិនៅទីក្រុងភ្នំពេញវិញហើយរួមគ្នាជាមួយជនផ្ដាច់ការសម្លាប់ជាតិខ្លួនឯងបោកប្រាស់រដ្ឋាភិបាលប្រទេសលោកសេរីនិងក្បត់ឧត្តមគតិខ្លួនឯងជាមួយមន្ត្រីអន្តោប្រវេសន៍នៅប្រទេសលោកសេរីនេះថាមិនដែលបានបម្រើចលនាណាឬបម្រើនយោបាយឲ្យកុម្មុយនីសណាទេក្រោយពីបានសញ្ជាតិរួចវិលត្រឡប់ទៅបម្រើកុម្មុយនីសយួនហាណូយនិងចិនប៉េកាំងជាពិសេសបម្រើអាយ៉ងយួននៅទីក្រុងភ្នំពេញតែម្ដងខ្ញុំមានសំណួរមួយចង់សួរទៅរដ្ឋាភិបាលប្រទេសលោកសេរីទាំងអស់នៅលើពិភពលោកថាចំពោះជនទាំងអស់ដោយខ្ញុំបានអត្ថាធិប្បាយមកខាងលើនេះស្រាប់នៅពេលជនទាំងអស់នេះមានវ័យចំណាស់ធ្វើការអ្វីមិនកើតក្រុមកុម្មុយនីសយួនហាណូយនិងអាយ៉ងវានៅទីក្រុងភ្នំពេញត្រូវការឬធ្វើការមិនកើតដោយសារមានវ័យចំណាស់ឬរោគាព្យាធិខ្លួនប្រាណហើយត្រឡប់មករស់នៅឯប្រទេសលោកសេរីវិញនោះតើរដ្ឋាភិបាលប្រទេសលោកសេរីនេះអនុញ្ញាតឲ្យមានសិទ្ធិជ្រកកោនទៀតដែរឬយ៉ាងណាជាពិសេសតើរដ្ឋាភិបាលប្រទេសទាំងនេះអនុញ្ញាតឲ្យមានសិទ្ធិគ្រប់គ្រាន់ដើម្បីទទួលប្រាក់សង្គមគិច្ចឧទាហរណ៍ដូចជាសុំប្រាក់ចាស់ជ្រាឬហៅថាប្រាក់ SSI ក្នុងឆ្នាំ2013នេះគួរតែពលរដ្ឋខ្មែរគ្រប់គ្នាពិចារណាឡើងវិញនៅអតីតកាលជូរចត់របស់មេដឹកនាំអសមត្ថភាពនិងជាមេដឹកនាំផ្ដាច់ការនេះហើយបម្រើយួនហាណូយដែលមិនខ្វល់ពីប្រជាពលរដ្ឋខ្លួនឯងនិងប្រទេសជាតិដែលបរទេសកំពុងឈ្លានពានពីជាន់សូមបងប្អូនខ្មែរប្រុងប្រយ័ត្ននៅពេលទៅគូសសន្លឹកឆ្នោតដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួននាពេលខាងមុខនេះបើបងប្អូនពលរដ្ឋខ្មែរឬខុសម្ដងនេះទៀតប្រកាសជាអស់ប្រទេសតែម្ដងពីមុនអស់ផ្ទះដីស្រែចម្ការលើកនេះអស់ទាំងប្រទេសជាតិហើយសូមមួយវិញទៀតសូមពលរដ្ឋខ្មែរគ្រប់រូបយល់ថាតាំងពីសម័យដើមមកម្ល៉េះសៀមយួនមិនដែលជាមិត្តដ៏ល្អរបស់ខ្មែរទេគឺជាឃាតករសម្រាប់ពលរដ្ឋខ្មែរដើម្បីឈ្លានពានយកទឹកដីយកប្រទេសខ្មែរយើងចែកគ្នាដោយសារមេដឹកនាំរៀងរាល់ជំនាន់លមោបអំណាចដណ្ដើមអំណាចហើយអសមត្ថភាពមិនចេះដោះស្រាយជំលោះផ្ទៃក្នុងជួររដ្ឋាភិបាលខ្មែរនិងខ្មែរឲ្យតែមានទំនាស់មានរឿងដណ្ដើមអំណាចគ្នាទៅពឹងសៀមទៅពឹងយួនទាំងសងខាងឲ្យមកសម្រាប់ពលរដ្ឋខ្លួនឯងដើម្បីប្រយោជន៍បុគ្គលនិងក្រុមបកពួករបស់ខ្លួននេះបញ្ជាក់ថាហេតុអ្វីបានជាប្រទេសកម្ពុជាមានទឹកដីធំទូលំទូលាយតាំងពីដើមមកហើយប្រជាពលរដ្ឋខ្មែរមិនដែលមានចំនួនកើនឡើងដោយប្រទេសសៀមនិងយួនដោយមូលហេតុដោយខ្ញុំបានជម្រាបមកខាងលើស្រាប់ព្រោះតែអំណាចនេះហើយសពថ្ងៃមិនខុសគ្នាពីមុននោះឡើយយួនកំពុងមានផែនការសម្រាប់ជាខ្មែរបន្តទៀតដើម្បីយកប្រទេសយើងបើតាមការសិក្សាស្រាវជ្រាវនៃប្រវត្តិសាស្ត្រខ្មែរនៅក្រោយសម័យអង្គរក៏ដូចជានៅក្រោយរាជកាលព្រះបាទជ័យវរ្ម័នទី7បានសោយទីវង្គតទៅប្រទេសកម្ពុជាបានធ្លាក់ចុះឥទ្ធិពលអំណាចរបស់ខ្លួនដោយសារអ្នកនយោបាយសៀមនិងយួនបានមើលឃើញចរិតនៃអ្នកដឹកនាំខ្មែរជំនាន់ក្រោយតែងតែឆ្លោះប្រខំគ្នាដណ្ដើមអំណាចមិនចេះចប់មិនចេះហើយដូច្នេះមេដឹកនាំប្រទេសទាំងពីរនេះបានចាប់ផ្ដើមញុះញង់បំបែកបំបាក់ឲ្យខ្មែរនិងខ្មែរគូមុខដាក់គ្នាបង្កសង្គ្រាមបង្ហូរឈាមតែខ្មែរគ្នាឯងដើម្បីអំណាចរបស់ខ្លួននិងក្រុមបកពួកតែប៉ុណ្ណោះហើយសៀមនិងយួនចាំកេងយកចំណេញពីខ្មែរតែរហូតមកដល់សប្តាហ៍ថ្ងៃខ្មែរនៅតែធ្វើមិនដឹងថាជនជាតិទាំងពីរនេះមិនដែលស្មោះត្រង់នឹងជាតិយើងទេគេធ្វើឲ្យខ្មែរកាប់សម្លាប់គ្នាហើយទៅពឹងគេឲ្យមកជួយពេលគេមកជួយយើងបានឈ្នះហើយគេសម្លាប់យើងបន្តទៀតហ
ហើយត្រួតត្រាដាក់អាណានិគមលើយើងដូចជាយួនហាណូយសប្តាហ៍ថ្ងៃសូមពលរដ្ឋខ្មែរសិក្សារឿងនេះឲ្យបានគ្រប់គ្នាតើយើងត្រូវរួមសាមគ្គីគ្នាទាំងអស់ដើម្បីដេញជនជាតិយួនឲ្យចេញពីស្រុកខ្មែរឬបងប្អូនចង់ទុកឲ្យយួនត្រួតត្រាខ្មែរព្រោះបងប្អូនខ្មែរខ្លះនៅតែយល់ថាយួនអ្នកមានគុណមករំដោះបងប្អូនឲ្យរួចពីការកាប់សម្លាប់នៃពពួកខ្មែរក្រហមត្រូវយល់ថាខ្មែរក្រហមក៏យួនហាណូយដែរឥឡូវសប្តាហ៍ថ្ងៃនេះក៏យួនហាណូយដែរសូមមេត្តាពិចារណាបើខ្មែរនៅតែជឿការញុះញង់របស់សៀមនិងយួនតទៅទៀតខ្មែរនឹងអស់ប្រទេសជាតិតែម្ដងជាពិសេសពូជសាសន៍ខ្មែរនឹងត្រូវរត់លាត់រលាយបាត់បង់នៅលើឆាកអន្តរជាតិនៅថ្ងៃខាងមុខហើយបើមេដឹកនាំខ្មែរនាំគ្នាទៅចូលរួមបកសម្ព័ន្ធជាមួយក្រុមកុម្មុយនីសផ្ដាច់ការនោះខ្មែរនឹងរងទុក្ខវេទនារហូតមេដឹកនាំខ្មែរនាំខ្មែរទៅចូលរួមបកសម្ព័ន្ធជាមួយនឹងប្រទេសលោកសេរីនោះពលរដ្ឋខ្មែរនឹងមានសេរីភាពហើយប្រទេសខ្មែរទាំងមូលនឹងបានរីកចម្រើនជឿនលឿនទៅមុខនៅទីបញ្ចប់ខ្ញុំសូមបួងសួងដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងទេវតាឆ្នាំថ្មីនេះសូមព្រះអង្គជួយតម្រង់ដៃពលរដ្ឋខ្មែរស្នេហាជាតិស្នេហាយុត្តិធម៌បណ្ដាលចិត្តគ្រប់គ្នាឲ្យដើររកផ្លូវត្រូវទាំងអស់គ្នាដើម្បីជួយសង្គ្រោះជាតិរបស់ខ្លួនឲ្យបានទាន់ពេលវេលានិងសូមឲ្យពលរដ្ឋខ្មែរទាំងអស់ទទួលនៅពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិគ្លេអ្នកកំបីគ្លៀងគ្លាតឡើយសូមអរគុណសូមអរព្រះគុណនិងសូមអរគុណធ្វើនៅបូរីញូវយ៉កសហរដ្ឋអាមេរិកថ្ងៃទី20ខែមេសាឆ្នាំ2013សាមគ្គីជាកម្លាំងចង្កឹះមួយបាច់គេកាច់មិនបាក់បើយើងតែម្នាក់គេបំបាក់បានខ្មែរយើងគង់វង្សបានសុខសម្រានព្រោះខ្មែរគ្រប់ប្រានសាមគ្គីខ្លាខ្លាំង
ថ្លែងអំណរគុណដល់លោកហេងវិរៈជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកដែលបានផ្ញើអត្ថបទនេះដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋជនរួមជាតិបានស្ដាប់និងបានយល់ពីផែនការនៃការឈ្លានពានរបស់ជួនកុម្មុយនីសមកលើទឹកដីខ្មែរសាមគ្គីជាកម្លាំងចង្កឹះមួយបាច់គេកាច់មិនបាក់បើយើងតែម្នាក់គេបំបាក់បានខ្មែរយើងគង់វង្សបានសុខសម្រានព្រោះខ្មែរគ្រប់ប្រានសាមគ្គីខ្លាខ្លាំងចា៎បងប្អូនជនរួមជាតិនិងអស់លោកអ្នកនាងស្ដាប់ជាទីមេត្រីវិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីរីករាយទទួលលិខិតរបស់បងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលមានបំណងចង់ឲ្យវិទ្យុយើងចុះផ្សាយនៅអត្ថបទដែលទាក់ទងនឹងស្ថានភាពនយោបាយក្នុងប្រទេសខ្មែរក៏ដូចជាព័ត៌មានផ្សេងៗដែលអស់លោកអ្នកនាងគិតថាជាប្រយោជន៍រួមនៃប្រជាជាតិខ្មែរដើម្បីឈានទៅរកការស្ដារនិងរំដោះប្រទេសជាតិពីរបបផ្ដាច់ការតើអ្នកណាគុំទឹកភ្នែកបានយំទាំងអស់ស្រណោះបោកខ្លួនបោកប្រាណខ្មែរមើលសែនលៀនស្ដាយអ្នកក្លាហានក្រឡាអមគង់ចាមលេះទេខ្មែរយំស្ដាយអើយសែនស្ដាយស្ដាយអើយសែនស្ដាយក្តៅក្រហាយក្នុងចិត្តគ្រប់គ្នាខឹងនឹងខ្មាំងរស្យាចាប់ក្រឡាមគង់ខ្មែរអើយខ្មែរបើខ្មែរស្លាប់រស់រឿងជាតិហៅអ្នកវរៈបរងក្រឡាហោមបាត់មែនរូបឆោមសំផងតែប្រលឹងនៅរួងគេឈ្មោះកេងទៅយួងដាស់អងកលបុត្រចូលសងសឹកប្រយុទ្ធកុំស្លុតកាន់អាវុធយកជ័យខ្មែរប្រុសស្រីក្រោកឡើងគ្មានភ្លើងណាក្តៅជាងភ្លើងចិត្តស្នេហាជាតិក្តៅជាងអ្វីទាំងអស់ពណ៌លឿងទុំមេឃយំស្ដាយតែសុរិយាដូចខែមរាកំពុងយំដែរស្ដាយស្រណោះវារាំងបរោះម្លេះទេអោខ្មែរអើយខ្មែរអើយត្រូវតែស្នេហ៍ជាតិឲ្យស្មងឃើញច្បាំងហើយនឹងភ្នែកស្រស់មើលចងរ
ព្រោះតែស្មោះនឹងស្មាមិនខ្លាចទេមរណាអនិច្ចាក្រឡោមគង់លោកស្មងត្រង់នឹងជាតិមិនភ្លេចលោកឡើយអស់លោកអ្នកនាងស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរបស់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីសូមលំអរកាយគោរពលាបងប្អូនជនរួមជាតិខ្មែរតែត្រឹមនេះសិនសូមសេរីសួស្តីជ័យមង្គលកើតមានដល់បងប្អូនជនរួមជាតិនិងមិត្តអ្នកស្ដាប់កុំបីឃ្លាតសូមពលរដ្ឋខ្មែរមានជំហររឹងប៉ឹងហើយឈ្នះអស់មារសត្រូវគ្រប់ទិសទីសូមឲ្យយួនហាណូយដែលជាចៅឈ្លានពានពីនេះផុតពីទឹកដីខ្មែរដោយសារស្នាដៃកូនខ្មែរនីតិយើងនឹងមកជួបបងប្អូនជនរួមជាតិខ្មែរនិងអស់លោកអ្នកនាងនៅថ្ងៃស្អែកជាបន្តទៀតសូមអរគុណ